ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូនិងអ្នកដែលបានទស្សនាវីដេអូនេះទាំងអស់គ្នានាងខ្ញុំឈ្មោះដោយចានួននាងខ្ញុំឈ្មោះបរិនស្រីខ្ញុំបាទឈ្មោះខិនគឹមហួរនាងខ្ញុំឈ្មោះឆានគឹមហួយខ្ញុំឈ្មោះទិតរតនាខ្ញុំបាទឈ្មោះជឿនវិសាលយើងទាំងអស់គ្នាគឺជានិស្សិតប្រវត្តិវិទ្យាឆ្នាំទី3មកពីមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលថ្ងៃនេះយើងទាំងអស់គ្នានឹងលើកយកប្រធានបទមួយមកបង្ហាញគឺប្រធានបទរបស់យើងតាក់ទងទៅនឹងប្រាសាទនគរបាជ័យដែលយើងផ្ដោតទៅលើសំណង់ស្ថាបត្យកម្មហើយនិងសិល្បៈប្រាសាទនគរបាជ័យគឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រមួយដែលមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមហើយដើម្បីធ្វើដំណើរទៅលេងប្រាសាទនគរបាជ័យយើងអាចធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ6និងបន្តតាមផ្លូវជាតិលេខ7ពីស្គុនទៅកំពង់ចាមក្នុងចម្ងាយប្រមាណ119គីឡូម៉ែត្រប្រាសាទនគរបាជ័យត្រូវបានកសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយានហើយលក្ខណៈពិសេសដែលសម្គាល់នៅក្នុងរាជ្យព្រះអង្គគឺនៅតាមជញ្ជាំងគេឆ្លាក់ជាបង្អួចបញ្ឆោតដែលមានវាំងនននៅពីលើហើយគេធ្វើរូបគ្រុឌជិះនាគនៅអមសងខាងផ្លូវចូលប្រាសាទនិងនៅលើព្រំដំបូលគេឆ្លាក់ជារូបព្រះពុទ្ធសមាធិតែនៅក្នុងរាជស្ដេចបន្ទាប់មានការដាប់បំផ្លាញរូបព្រះពុទ្ធចេញដើម្បីកែប្រែប្រាសាទនេះឧទ្ទិសចំពោះព្រហ្មញ្ញសាសនាវិញក្រោយមកនៅសម័យកណ្ដាលចន្លោះសតវត្សទី16ដល់ទី17មានព្រះរាជាមួយព្រះអង្គទៀតដែលបានត្រឡប់មករៀបចំបុរាណដ្ឋាននេះឲ្យคล้ายទៅជាវត្តអារាមនៃព្រះពុទ្ធសាសនាហិនយានវិញដោយបានដាប់ប្រាង្គកណ្ដាលជាចេតិយថ្មីបន្ថែមពីលើរចនាសម្ព័ន្ធចាស់ដូចដែលយើងបានឃើញសប្តាហ៍ថ្ងៃនេះហើយប្រាសាទនេះគេនៅតែបន្តគោរពបូជាផ្នែកព្រះពុទ្ធសាសនាពីសំណាក់ពុទ្ធសាសនិកនៅជុំវិញប្រាសាទនិងអ្នកធ្វើដំណើរមកកាន់ទីនេះជាហូរហែពីប្លង់ប្រាសាទនិងការរៀបចំប្រាសាទនគរបាជ័យត្រូវបានគេសាងសង់ដោយបែរមុខទៅទិសខាងកើតប្រាសាទនេះមានរាងចតុកោណកែងដោយមានប្រវែងបណ្ដោយសរុប421ម៉ែត្រនិងទទឹង371ម៉ែត្របើគេបែងចែកអាត់ពីកើតទៅលិចនិងពីជើងទៅត្បូងគឺមិនអាចបែងចែកប្រាសាទនេះជាពីរស្មើគ្នាបានទេបរិវេណប្រាសាទទាំងមូលត្រូវបានគេបែងចែកជា4បំណែកធំៗគឺផ្នែកទី1ដោយគេរាប់ចាប់ពីកំពែងទី4គឺនៃប្រាសាទដោយមានបណ្ដោយពីលិចទៅកើត421ម៉ែត្រនិងទទឹងពីជើងទៅត្បូងប្រវែង371ម៉ែត្រក្នុងបរិវេណនៃកំពែងទី4នេះគេឃើញមានគោបារៈធំចំនួន4គោបារៈទាំង4នេះគឺមានស្ថានភាពព្រឹត្តត្រឹមខ្លាំងក្នុងបរិវេណប្រាសាទគឺមានផ្ទៃដីធំទូលាយគឺស្ថិតនៅក្នុងបរិវេណនៃកំពែងទី4ដែលមានវត្តចំនួន2នៅក្នុងកំពែងទី4នេះដោយអ្នកស្រុកនៅទីនោះគេតែងហៅថាវត្តនគរក្នុងជាបរិវេណខាងក្រៅបង្អស់និងវត្តនគរក្រៅបើយើងធ្វើដំណើរតាមទិសខាងកើតចូលមកកាន់កំពែងទី3យើងនឹងប្រទះឃើញនៅតោចំនួន6អមជាមួយនឹងរូបនាគនិងទ្វារបាលចំនួន2នៅប្របមាត់ផ្លូវចូលទៅកំពែងទី3កំពែងទី3មានបណ្ដោយសរុប151ម៉ែត្រទទឹង115ម៉ែត្របើយើងធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចយើងនឹងឃើញគោបារៈធំចំនួន2
ដែលមានស្ថានភាពល្អទាំងចម្លាក់នៅទីនោះក្នុងកំពែងទី3នេះមានស្រះទឹកចំនួន2ដែលគេហៅថាស្រះឈូកកំពែងទី2កំពែងទី2ដែលមានបណ្ដោយ66ម៉ែត្រទៅតឹង60ម៉ែត្រកំពែងនេះធ្វើអំពីថ្មបាយក្រៀមបង្កើតបានជាបន្ទប់ថែវព័ទ្ធជុំវិញប្រាសាទជាក់ស្ដែងថែវទាំងនេះត្រូវបានបាក់ដួលរលំខូចស្ទើរតែទាំងអស់ទៅហើយកំពែងទី1កំពែងទី1មានរាងចតុកោណកែងដែលមានបណ្ដោយ43ម៉ែត្រនិងទទឹង38ម៉ែត្របច្ចុប្បន្នយើងឃើញមានតួប៉មចំនួន5នៅក្នុងបរិវេណនេះហើយតួប៉មចំនួន4គឺស្ថិតនៅទិសធំទាំង4និងតួប៉មកណ្ដាលដែល1/3ជាចេតិយដែលត្រូវសាងសង់នៅក្នុងសតវត្សទី16នៅអមសងខាងនៃតួប៉មកណ្ដាលដែលមានព្រះវិហារដែលសាងសង់នៅសម័យក្រោយសំណង់តូចៗចំនួន2គឺជាបណ្ណាល័យនៅក្នុងព្រះវិហារដែលស្ថិតនៅចំចំណុចកណ្ដាលនៃប្រាសាទនគរបាជ័យនេះគឺគេឃើញមានសាលាជ្រឹកការ82ដែលបានបង្កនៅក្នុងព្រះវិហារនេះសាលាជ្រឹកការ82បានបញ្ជាក់យ៉ាងច្បាស់ថាចេតិយដែលបានសាងសង់នៅលើតួប៉មនៃប្រាង្គកណ្ដាលគឺត្រូវបានធ្វើឡើងនៅសម័យក្រោយតែប៉ុណ្ណោះដែលមានចរិតនៅគ្រិស្តសករាជ1566សាលាជ្រឹកការ82នេះមានផ្ទាំងកបានចារឹកជាភាសាបាលីនិងផ្ទាំងខចារឹកជាភាសាខ្មែរនាសតវត្សទី16និយាយអំពីផ្តែរនៅក្នុងប្រាសាទនគរបាជ័យផ្តែរគឺជាផ្នែកមួយដែលសំខាន់ដែលអាចដឹងពីអាយុកាលនៃប្រាសាទដែលយើងបែងចែកផ្តែរនៅក្នុង3ក្រុមធំៗនៅក្នុងការសិក្សានៅក្នុងប្រាសាទនគរបាជ័យផ្ទាល់យើងឃើញថាផ្តែរទាំងនោះគឺស្ថិតនៅរចនាបថប្រាសាទបាយ័នចំណែកឯផ្តែរទី1នោះយើងក្រឡេកទៅមើលផ្តែរទី1ដែលស្ថិតនៅទិសខាងត្បូងដែលស្ថិតនៅកំពែងទី3នៃគោបុរៈទី2ហើយផ្តែរនេះដែរគឺបន្តឥទ្ធិពលពីរចនាបថបាពួនដោយសារវាមានលំយោធំៗនៅខណ្ឌ1/4នៃផ្តែរហើយផ្តែរនេះដែរធ្វើឡើងតាំងពីរចនាបថបាពួនរហូតដល់រចនាបថបាយ័នហើយយើងក្រឡេកមើលទៅលើផ្តែរដែលស្ថិតនៅក្រុមទី2យើងឃើញថាផ្តែរនៅរចនាបថក្រុមទី2มันមានបន្តចម្លងពីរចនាបថណាឡើយហើយផ្តែរនេះដែរគេក៏លែងជប់ធ្វើរាងជាអង្កត់ធ្នូរាងត្រង់ទៀតដែរគឺគេធ្វើរាងជារចនាបថបែបមូលដូចជាលេខ1តគ្នាហើយវាជាផ្តែរដែលពិសេសមួយដែលស្ថិតនៅក្នុងរចនាបថបាយ័នហើយបើសិនជាយើងក្រឡេកមើលទៅលើរចនាបថផ្តែរនៅក្រុមទី3គឺយើងឃើញថាផ្តែរនេះដែរគឺចម្លាក់ដោយរឿងបើសិនជាយើងប្រៀបធៀបទៅនឹងក្រុមទី1យើងឃើញថាក្រុមទី1គឺមានរចនាបថក្បាច់ក្បូរមានស្លឹកឈើអញ្ចឹងយើងឃើញថានៅផ្តែរនៃក្រុមទី3គឺចម្លាក់ដោយរឿងសុទ្ធ សសរពេជ្រនៅក្នុងប្រាសាទនគរបាជ័យគឺស្ថិតនៅក្នុងរចនាបថបាយ័នដែលយើងអាចដឹងថាសសរពេជ្រខ្លះមានឆ្លាក់ស្លឹកលោតតូចល្អិតដូចធ្មេញរណាឯសសរពេជ្រខ្លះទៀតឥតមានក្បាច់ស្លឹកលោតចេញទេដែលសសរពេជ្រនៅក្នុងប្រាសាទនគរបាជ័យមានរាង8ជ្រុងដែលផ្នែកខាងក្រោមគេឆ្លាក់ជារាងការ៉េហើយការឆ្លាក់ជារាងការ៉េនេះត្រូវបានគេឆ្លាក់ជាចម្លាក់ពីរបែបដែលទី1នោះគឺឆ្លាក់ជារូបសត្វនិងទី2ជារូបមនុស្សនៅលើតួសសរពេជ្រត្រូវបានគេឆ្លាក់ជាក្បាច់រង្វាន់ដែលមានរាងដូចចិញ្ចៀនដែលរង្វាន់នេះមានទំហំប៉ុនគ្នាដែលធ្វើឲ្យយើងមិនអាចបែងចែកតួនៃសសរពេជ្រជា1/2 1/4
1/8 បានឡើយ ប្រាសាទនគរបាជ័យហើយជាងទាំងអស់គឺស្ថិតនៅក្នុងរចនាបថបាយ័នដែលយើងអាចមើលឃើញទៅលើចំណុច 4 សំខាន់គឺ 1. ដងក្តាររបស់ហោជាង ការឆ្លាក់រូបនាងនាគពុតពេនខ្លួនចូលក្នុងនិងចេញក្រៅដែលបង្កើតបានជានាគក្រវីក្បាល 2. ចុងដងក្តាររបស់ហោជាង ផ្នែកសងខាងនៃចុងដងក្តាររបស់ហោជាងគឺបានគេឆ្លាក់ជាចម្លាក់រូបក្បាលនាគដែលមានរាងធំមើលទៅថ្លោះនិងមានក្បាំងពីលើប្រកបដោយក្បាច់រចនាយ៉ាងស្រស់ស្អាតដែលគេហៅថាចុងដងក្តារ 3. បរិវេណខាងក្នុងរបស់ហោជាងយើងសង្កេតឃើញថាស្ថាបត្យករបានឆ្លាក់ជាចម្លាក់លៀនជាថ្នាក់តម្រៀបជាជួរតាក់ទងទៅនឹងចម្លាក់រឿងព្រេងផ្សេង 4. ធ្នឹមហោជាង ជាចំណុចសំខាន់បំផុតនៃការបែងចែកពីហោជាងនៅក្នុងរចនាបថមុននោះគឺយើងអាចសង្កេតឃើញថាផ្នែកសងខាងនៃធ្នឹមនេះគឺមានរាងជាជំរាលដែលមានស្នូលផ្នែកខាងចុង សរុបមកទាំងបរិវេណខាងក្នុងដងក្តារចុងដងក្តារធ្នឹមនៃហោជាងក្នុងប្រាសាទនគរបាជ័យសុទ្ធតែជាលក្ខណៈដែលធ្វើឡើងបង្ហាញអំពីភាពដោយឡែកដូចជាលក្ខណៈដែលសម្គាល់ហោជាងក្នុងប្រាសាទនេះគឺស្ថិតក្នុងរចនាបថបាយ័នដែលហោជាងមានភាពប្រហាក់ប្រហែលគ្នាទៅនឹងហោជាងសម័យអង្គរដែរគ្រាន់តែក្បាច់ចម្លាក់មិនសូវស្អេកស្កះដូចពីមុនពេកឯក្បាច់រូបមនុស្សតូចដែលនៅលាយឡំជាមួយក្បាច់ទូទៅនេះក៏ពុំសូវមានច្រើនដេដាស់ដែរតែក្នុងហោជាងវិញគឺមានសុទ្ធសឹងតែក្បាច់រឿងទាំងអស់ បាច់កំពូលបើយើងសង្កេតទៅលើតួប៉មនៃប្រាសាទនគរបាជ័យនោះយើងនឹងសង្កេតឃើញថាគ្រប់តួប៉មទាំងអស់លើកលែងតែតួប៉មកណ្ដាលនៃប្រាសាទនគរបាជ័យដែលមានលក្ខណៈខុសប្លែកពីគេគ្រប់តួប៉មកណ្ដាលនេះគឺត្រូវបានបន្ទប់ទៅដោយចេតិយនាសតវត្សទី 19 ដោយគ្រប់តួប៉មទាំងអស់នៃប្រាសាទនគរបាជ័យលើកលែងតែតួប៉មកណ្ដាលលម្អទៅដោយក្បាច់ផ្កាភ្ញីលម្អទៅដោយក្បាច់ត្របកផ្កានិងក្បាច់លម្អកេសរក្បាច់ផ្កាឈូករីកគឺវាមានលក្ខណៈរាងមូលនិងអង្កត់ផ្ចិត 1.52 ម៉ែត្រនិងកម្ពស់ 0.94 ម៉ែត្រជាន់នៃតួប៉មដោយយើងសង្កេតឃើញថានៅពេលបច្ចុប្បន្ននេះភាគខ្លះដែលមានក្បាច់ផ្កាឈូករីកដោយនៅតួប៉មខាងកើតយើងឃើញថាវានៅសេសសល់ប្រហែលជា 1/3 ដោយតួប៉មខាងត្បូងដែរចំណែកឯតួប៉មខាងលិចវិញគឺត្រូវបានធ្លាក់បាក់អស់ហើយរីឯតួប៉មខាងជើងគឺជាតួប៉មដែលមានលក្ខណៈល្អប្រសើរជាងគេនាងច្រាលបើយើងសង្កេតទៅមើលនាងច្រាលដែលស្ថិតនៅក្នុងប្រាសាទនគរបាជ័យធ្វើជារូបព្រះពុទ្ធរៀងគ្នាដាក់ទៅលើព្រំដំបូលដែលព្រំដំបូលនោះមានដូចជាព្រំដំបូលកូបូរៈដំបូលឆាវនៅតាមកំផែងជាដើមដែលធ្វើជាកំបុតរៀងគ្នាតម្រៀបគ្នាជាជួរបែបនេះអាចសន្និដ្ឋានបានថាប្រាសាទនគរបាជ័យនេះគឺជាប្រាសាទដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី 7ដែលស្ថិតនៅក្នុងរចនាបថប្រាសាទបាយ័ននិងមានអាយុកាលចន្លោះពី
ចុងសតវត្សទី12ដើមសតវត្សទី8នគរបាជ័យបដិមាប្រាសាទនគរបាជ័យគឺស្ថិតនៅក្នុងរចនាបថបាយ័នដែលយើងផ្អែកទៅលើហេតុផលដូចខាងក្រោមបដិមាភាគច្រើនគេធ្វើឡើងមិននិយមក្បាច់ក្បាំងដែលមានមកកត់នោះទេហើយប្រាសាទនគរបាជ័យមានជាប់ទាក់ទងទៅនឹងព្រះពុទ្ធសាសនាមហាយានយើងសង្កេតលើបដិមាទាំងនោះមានមកកត់រាងសាជីមិនសូវស្រួចនិងលម្អទៅដោយស្រទាប់កាយឈុកជាថ្នាក់ត្រួតពីលើគ្នារីឯក្បាំងមកកត់លម្អទៅដោយក្បាច់តូចល្អិតដែលភ្នួងសក់នៃបដិមាភាគច្រើនត្រូវបានគេធ្វើឡើងជារាងត្រីកោណស្រួចឡើងលើនិងខ្លះទៀតមានរាងត្រីកោណដូចគ្នាតែមានចុងបែកជា3រីឯមុខមាត់របស់បដិមាវិញមុខឬព្រះភ័ក្ត្រគឺមានលក្ខណៈស្ងប់ចិញ្ចើមដាច់គ្នាច្រមុះស្រួចមាត់ញញឹមដែលយើងមើលឃើញថាដូចជាការញញឹមនៅប្រាសាទបាយ័នដែលគេហៅថាញញឹមបែបបាយ័នចំពោះរូបរាងបដិមាយើងឃើញថាផ្នែកខាងក្រោមមានលក្ខណៈធំជាងផ្នែកខាងលើគេធ្វើផ្នែកខាងក្រោមធំជាងផ្នែកខាងលើគឺដើម្បីឲ្យបដិមាមានលក្ខណៈរឹងមាំគង់វង្សជាងបដិមានៅសម័យមុនសម្រាប់ការស្លៀកពាក់នៃបដិមាគឺសម្លៀកបំពាក់បដិមាប្រុសចងក្បិនត្រឹមកំភ្លើនិងមានលម្អដោយខ្សែក្រវ៉ាត់ធំនិងសំពត់ជារាងកន្ទុយត្រីទម្លាក់មុខ1ឬ2រីឯបដិមាស្រីវិញគឺស្លៀកសំពត់ហូលវែងដែលមានជាយសំពត់ហើយជាទូទៅជាយសំពត់មាន3ទី1ជាយសំពត់ដែលនៅផ្នែកខាងមុខមានរាងតូចកណ្ដាលនិងផ្នែកខាងចុងមានលក្ខណៈស្រួចនិងជាយ2ទៀតគឺសំពត់ជាយចង្កេះដែលមាននៅជាយខាងឆ្វេងនិងជាយខាងស្ដាំចង្កេះហើយសំពត់ទាំងអស់នោះមានលម្អដោយខ្សែក្រវ៉ាត់ធំមានលម្អដោយរំយោលនិងលម្អមីលាដែលបដិមាខ្លះទៀតពុំមានខ្សែក្រវ៉ាត់ដូចនេះឡើយបដិមាភាគច្រើននៅនគរបាជ័យគឺជារឿងទេវតានិងរូបយក្សរូបព្រះពុទ្ធរូបនិងសត្វជាដើមបដិមាទាំងនោះត្រូវបានគេរចនាឡើងដែលមានកាយវិការហើយកាយវិការភាគច្រើនជាកាយវិការលើកដៃម្ខាងឡើងលើព័ទ្ធជុំវិញស្មានិងម្ខាងទៀតដាក់ត្រឹមពោះរីឯបដិមាផ្សេងទៀតត្រូវបានគេធ្វើឡើងដៃម្ខាងលើកត្រឹមស្មាដូចគ្នាប៉ុន្តែដៃម្ខាងទៀតសំយោងចុះក្រោមកាន់ផ្កានិងមួយចំនួនទៀតត្រូវបានគេធ្វើឡើងដោយសំពះត្រឹមទ្រង់បដិមាទាំងនោះគឺលម្អទៅដោយគ្រឿងអលង្ការដូចជាក្រវិលកងដៃកងជើងខ្សែក្រវ៉ាត់ដែលមានរំយោលជាស្លឹកឈើសំយោងចុះក្រោមនិងភ្នួងសក់គួរបញ្ជាក់ផងដែរថានៅក្នុងប្រាសាទនគរបាជ័យគឺមានបដិមាចំនួន2ដែលគេហៅថាអវលោកេស្វរៈនិងព្រះវិស្ណុបដិមាទាំងពីរនេះគឺត្រូវបានធ្វើឡើងនៅសម័យក្រោយនេះតែប៉ុណ្ណោះ